នៅទីកន្លែងនេះទេសភាពឲ្យកប់តែម្ដងហើយខ្ញុំអាចឃើញបងប្អូនខ្មែរយើងថតផុសអីទេប្រហែលជាគ្មានបងប្អូនខ្មែរយើងមកលេងផងដឹងវាច្រើនឃើញតែជនជាតិជិតខាងគេផុសនិយាយមែនអ្នកទាំងអស់គ្នាទេសភាពនៅកន្លែងនេះគឺឲ្យកប់តែម្ដងហើយបើសិនមកចំពេលល្ងាចពេលព្រះអាទិត្យរៀបលិចនិយាយពីថាស្អាតកប់តែម្ដងហើយនៅក្រោមនេះគឺសិតតែហាងកាហ្វេតែម្ដងអបជាមួយទេសភាពជាមួយនឹងអគារខ្ពស់ៗទៀតនិយាយពីថាអារម្មណ៍ស្រស់ស្រាយតែម្ដងពេលខ្ញុំមកដើរលេងនេះឃើញគេលំអងសួនមានកែលម្អថ្មីច្រើនទៀតអញ្ចឹងបងប្អូនណាដែលគាត់នៅចិត្តហ្នឹងអាចមកលេងបានជាពិសេសនោះអ្នកដែលគាត់ចូលចិត្តហាងកាហ្វេបបួលគ្នាមកឲ្យច្រើនមកកាន់តែសប្បាយនៅទីកន្លែងនេះនៅចិត្តផ្សារយុគរីស៊ីចាំងទេមិនឆ្ងាយប្រហែលទេចុះពេលនេះបងប្អូនអាចដើរលេងផ្សាររាត្រីបាននៅចិត្តគ្នាទេឃើញទេសភាពស្អាតពេកក៏បង្ហាញក្បាច់រាំដើម្បីចែកម្លែកក្តីស្រឡាញ់ទៅកាន់អ្នកទាំងអស់គ្នាសម្រាប់អាសាឋានខ្ញុំបានដាក់នៅក្នុងវីដេអូនេះហើយសម្រាប់អ្នកដែលគាត់ចង់ដើរលេងអាចសេកតាមអាសាឋានហ្នឹងទៅលេងពេលល្ងាចពេលព្រះអាទិត្យរៀបលិចបានស្អាតបន្ទាប់ពីហ្នឹងបងប្អូនអាចមកលេងផ្សាររាត្រីនៅចិត្តហ្នឹងបានគឺនៅចិត្តគ្នាទេសម្រាប់អ្នកដែលគាត់ចូលចិត្តភ្លើងរាត្រីទៅមានរបស់លេងច្រើន